រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ2នៅលើពិភពលោកជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រីរាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ2នៅលើពិភពលោកឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រីនេះបាទតាមការចុះផ្សាយដោយ Visa to Fly ដកស្រង់ដោយ Sia Infographics ចំណាត់ថ្នាក់នេះត្រូវបានចាប់ដោយ Visa to Fly ក្នុងចំណោមរាជធានីនិងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោកចំនួន14រួមមានលេខ1បានទៅលើទីក្រុងបាងកកប្រទេសថៃលេខ2រាជធានីភ្នំពេញប្រទេសកម្ពុជាលេខ3ទីក្រុងបាលីប្រទេសឥណ្ឌូនេស៊ីលេខ4ទីក្រុងឌូបៃសហភាពអារ៉ាប់រួមលេខ5ទីក្រុងហូជីមិញប្រទេសវៀតណាមលេខ6ទីក្រុងអ៊ីនស្តេនប៊ូលប្រទេសទូគីលេខ7ទីក្រុង Las Vegas សហរដ្ឋអាមេរិកលេខ8ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់លេខ9ទីក្រុង Ibiza ប្រទេសអេស្ប៉ាញលេខ10ទីក្រុង Miami សហរដ្ឋអាមេរិកលេខ11ទីក្រុង Tokyo ប្រទេសជប៉ុនលេខ12ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលលេខ13ទីក្រុងឡុងចក្រភពអង់គ្លេសនិងលេខ14ទីក្រុង New York សហរដ្ឋអាមេរិករាជធានីភ្នំពេញដែលជាបេះដូងប្រទេសកម្ពុជាក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ9នៃគោលដៅទេសចរពេញនិយមទាំង10នៅលើពិភពលោកសម្រាប់ឆ្នាំ2024ផងដែរខណៈគេហទំព័រ Digital ទេសចរឈ្មោះថា Agoda បានផ្ដល់ចំណាត់ថ្នាក់លេខ1ដល់រាជធានីភ្នំពេញគឺជាទិសដៅចូលឆ្នាំសកលដែលមានតម្លៃសមរម្យបំផុតនៅអាស៊ីបន្ថែមលើនេះបើតាម TripAdvisor រាជធានីភ្នំពេញក៏បានជាប់ជាទិសដៅពេញនិយមបំផុតទាំង25ទីក្រុងនៅលើពិភពលោកសម្រាប់ឆ្នាំ2025ផងដែរគូបញ្ជាក់ផងដែរថាក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជាបានផ្សព្វផ្សាយនៅថ្ងៃទី24ខែមេសាឆ្នាំ2025នេះផងដែររាជធានីភ្នំពេញបានឈ្នះរាជធានីនិងទីក្រុងធំៗបំផុតរបស់ពិភពលោកជាគោលដៅកំសាន្តពេលរាត្រីដ៏ទាក់ទាញបំផុតទី2ដែលនេះក៏ពាក់ព័ន្ធនឹងការបើកដំណើរការសាកល្បងនៃផ្លូវថ្មើរជើង Walk Street រៀងរាល់ចុងសប្តាហ៍កន្លងទៅចាប់ពីម៉ោង 6 ល្ងាចដល់ម៉ោង 11 យប់កាលពីខែកុម្ភៈឆ្នាំ2025កន្លងទៅដែលបាននឹងកំពុងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើង